នេតិយល់ដឹងអំពីច្បាប់និងជំនួយនៅក្នុងនេតិយល់ដឹងអំពីច្បាប់នៅថ្ងៃនេះយើងនឹងលើកយកអំពីការបញ្ឈប់ការងារកម្មករនិយោជិតសេនឌីណាជំរាបសួរបែនណាតើក្នុងលក្ខណៈអ្វីខ្លះដែលសហគ្រាសឬនយោជកអាចបញ្ឈប់ការងារបុគ្គលិកបានមែនការបញ្ឈប់ការងារបុគ្គលិកនិយាយតាមផ្លូវច្បាប់វាគឺជាការរំលាយកិច្ចសន្យាការងារជាឯកតោភាគីដោយភាគីនយោជកមានន័យថានយោជកជាអ្នកសម្រេចរំលាយកិច្ចសន្យាដោយម្នាក់ឯងដោយគ្មានការព្រមព្រៀងពីខាងនយោជិតក្នុងករណីហ្នឹងគេត្រូវមើលថាតើកិច្ចសន្យាការងារហ្នឹងវាជាកិច្ចសន្យាការងារដែលមានកំណត់ថេរវេលាឬមិនកំណត់ដែរឬមានថេរវេលាមិនកំណត់ក្នុងករណីកិច្ចសន្យាមានកំណត់ថេរវេលាមានន័យថានៅពេលដែលចុះកិច្ចសន្យាការងារនៅក្នុងកិច្ចសន្យាហ្នឹងនយោជកនិងនយោជិតបានព្រមព្រៀងគ្នាជាមុនថាកិច្ចសន្យាហ្នឹងគឺធ្វើឡើងសម្រាប់រយៈពេលកំណត់ប៉ុន្មានរយៈពេលកំណត់3ខែ6ខែ1ឆ្នាំ2ឆ្នាំឡាក្នុងករណីហ្នឹងសហគ្រាសនយោជកអាចបញ្ឈប់ការងាររបស់នយោជិតនៅមុនពេលកំណត់បានតែក្នុងករណីពីរប៉ុណ្ណោះគឺករណីនយោជិតមានកំហុសធ្ងន់និងករណីប្រធានស័ក្តិដោយដែលមានចែងលម្អិតនៅក្នុងមាត្រា83និងមាត្រា85នៃច្បាប់ការងារជាឧទាហរណ៍ត្រួសករណីដែលនយោជិតមានកំហុសធ្ងន់ដូចជាធ្វើមានអំពើលួចឬក៏កេយបំបត្តិសហគ្រាសផ្ដល់សញ្ញាបត្រคล้ายៗពេលសុំចូលធ្វើការរំលោភលើការសម្ងាត់ខាងវិជ្ជាជីវៈជេរប្រមាថឬក៏ប្រព្រឹត្តអំពើហិង្សាទៅលើអ្នកធ្វើការជាមួយគ្នាឬក៏ទៅលើនយោជកឬក៏ធ្វើបាតកម្មនយោបាយនៅក្នុងសហគ្រាសករណីប្រធានស័ក្តិវិញគឺដូចជាករណីសហគ្រាសត្រូវបិទទ្វារទៅតាមបទបញ្ជារបស់អាជ្ញាធរឬក៏ត្រូវបិទទ្វារដោយសារតែមានគ្រោះមហន្តរាយធម្មជាតិក្រៅពីករណីពីរហ្នឹងក្រៅពីករណីដែលនយោជិតមានកំហុសធ្ងន់ឬក៏ករណីប្រធានស័ក្តិសហគ្រាសនយោជកមិនអាចបញ្ឈប់ការងារនយោជិតមុនពេលកំណត់បានទេគឺចាំបាច់ត្រូវតែចាំឲ្យកិច្ចសន្យាហ្នឹងត្រូវផុតរលត់ជាធម្មតានៅពេលដែលដល់កាលកំណត់នេះណាចុះបើសិនជាខាងនយោជិតជាអ្នកសុំឈប់នៅមុនពេលដល់កាលកំណត់តើអាចឈប់បានដែរឬទេនយោជិតអាចសុំឈប់បានប្រសិនបើខាងសហគ្រាសនយោជកគាត់យល់ព្រមដូច្នេះវាចូលទៅក្នុងករណីគេហៅថាការរំលាយកិច្ចសន្យាទៅតាមការព្រមព្រៀងពីគូភាគីទាំងសងខាងក្នុងករណីហ្នឹងច្បាប់ការងារខ្មែរចែងកំណត់ថាការព្រមព្រៀងរំលាយសន្យាមុនកាលកំណត់ហ្នឹងគឺត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរចុះហត្ថលេខាដោយភាគីទាំងពីរហើយត្រូវធ្វើនៅចំពោះមុខអធិការការងារគឺមានចែងនៅក្នុងច្បាប់ការងារត្រង់មាត្រា73ប្រសិនបើសហគ្រាសនយោជកមិនយល់ព្រមទេនយោជិតគឺគាត់មិនអាចឈប់បានទេលុះត្រាតែមានករណីប្រធានស័ក្តិដែលបានរៀបរាប់ខាងលើមកហ្នឹងឬក៏មានកំហុសធ្ងន់របស់ភាគីខាងនយោជកហើយកំហុសធ្ងន់របស់នយោជកគឺអាចមានដូចជាការមិនព្រមបើកប្រាក់ឈ្នួលឬក៏បើកដែរក៏តែបើកយឺតច្រើនលើកច្រើនសារឬក៏មានការជេរប្រមាថឬក៏ប្រើអំពើហិង្សាទៅលើនយោជិតឬក៏មិនបានប្រតិបត្តិវិធានការសន្តិសុខនិងអនាម័យសម្រាប់នយោជិតទៅតាមបទបញ្ញត្តិជាធរមានកំហុសធ្ងន់របស់នយោជកនឹងគឺមានចែងនៅក្នុងមាត្រា83នៅក្នុងច្បាប់ការងារដូច្នេះបើសិនជាយើងនិយាយសរុបជារួមមកវិញកិច្ចសន្យាការងារដែលមានកំណត់ថេរវេលាគឺអាចរំលាយមុនការកំណត់បានលុះត្រាតែមានកំហុសធ្ងន់ពីខាងភាគីណាមួយពីខាងភាគីនយោជិតឬក៏ពីខាងភាគីនយោជកឬក៏នៅក្នុងករណីមានប្រធានស័ក្តិឬបើមិនចឹងទេគឺរំលាយដោយមានការព្រមព្រៀងពីភាគីទាំងសងខាងក្រៅពីករណីខាងលើហ្នឹងប្រសិនបើនយោជកជាអ្នករំលាយកិច្ចសន្យាជាឯកតោភាគីមានន័យថាគាត់បញ្ឈប់ការងារបុគ្គលិកមុនពេលកំណត់នៃកិច្ចសន្យានយោជិតអាចទាមទារសំណងជំងឺចិត្តហើយច្បាប់ការងារចែងថាសំណងជំងឺចិត្តហ្នឹងគឺត្រូវមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួលដែលនយោជិតគាត់ត្រូវទទួលបានរហូតដល់ពេលដែលចប់កិច្ចសន្យាផ្ទុយទៅវិញបើសិនជាខាងនយោជិតដែលគាត់ជាអ្នកលាឈប់មុនការកំណត់វិញដោយគ្មានការយល់ព្រមពីនយោជកដោយគ្មានចូលក្នុងករណីកំហុសធ្ងន់ឬក៏ប្រធានស័ក្តិក្នុងករណីហ្នឹងខាងនយោជកគឺជាអ្នកដែលមានសិទ្ធិទាមទារសំណងជំងឺចិត្តមកវិញហើយដើម្បីជួសជុលរាល់ការខូចខាតណាមួយដែលបង្កឡើងដោយនយោជិតដែលលាឈប់ហ្នឹងចាចុះចំពោះកិច្ចសន្យាដែលមានថេរវេលាមិនកំណត់វិញតើក្នុងលក្ខណៈខ្លះដែលសហគ្រាសនយោជកអាចបញ្ឈប់ការងារកម្មករនយោជិតបានក្នុងករណីកិច្ចសន្យាមានថេរវេលាមិនកំណត់នយោជកអាចបញ្ឈប់ការងារបុគ្គលិកបានដោយត្រូវគោរពតាមលក្ខខណ្ឌ3ទី1គឺគាត់ត្រូវតែមានហេតុផលសមរម្យនៅក្នុងច្បាប់ការងារចែងថាគ្មានការបញ្ឈប់ការងារណាមួយដែលអាចធ្វើទៅបានដោយគ្មានហេតុផលសមរម្យតាក់ទងទៅនឹងសម្បត្តិឬចរិយានៃកម្មករនយោជិតដែលយកទៅលើភាពចាំបាច់នៃដំណើររបស់សហគ្រាសឬគ្រឹះស្ថានឬរបស់ក្រុមឡើយដូច្នេះកន្លែងដែលនិយាយថាសម្បត្តិឬចរិយារបស់កម្មករនយោជិតហ្នឹងគឺកន្លែងដែលអាចយកមកធ្វើជាហេតុផលដើម្បីបញ្ឈប់ការងារបានគឺទាល់តែ
សម្បត្តិឬចរិយាហ្នឹងមានជាប់តាក់ទងទៅនឹងដំណើរការរបស់សហគ្រាសមិនមែនគ្រាន់តែមើលទៅឃើញថាជារឿងបញ្ហាផ្ទាល់ខ្លួនឯកជនដែលមិនជាប់នឹងដំណើរការសហគ្រាសសោះគ្រាន់តែឃើញកម្មករនិយោជិតណាមួយមិនចេះគួរសមអត់ចេះយកចិត្តអែបអបលើកដៃលើកជើងច្បាយនេះហើយយកមកធ្វើជាហេតុផលបញ្ឈប់ការងារហ្នឹងគឺមិនបានទេត្រង់កន្លែងហ្នឹងច្បាប់ចែងនៅក្នុងគោលដៅការពារផលប្រយោជន៍កម្មករនិយោជិតដើម្បីកុំឲ្យនិយោជកហ្នឹងចេះតែនឹកឃើញអាចបញ្ឈប់ការងារអ្នកណាក៏បានស្រេចតែចិត្តអត់មានហេតុអត់មានផលអីសមរម្យលក្ខខណ្ឌទី2គឺត្រូវមានការឲ្យដំណឹងជាមុនជាលិខិតអក្សរទៅកម្មករនិយោជិតអំពីការបញ្ឈប់ការងារហ្នឹងហើយរយៈពេលនៃការជូនដំណឹងហ្នឹងគឺវាអាស្រ័យទៅលើអតីតភាពការងាររបស់កម្មករនិយោជិតនៅក្នុងសហគ្រាសបើសិនច្បាប់មានចែងថាបើសិនជាគាត់ធ្វើការជាប់លាប់នៅក្នុងសហគ្រាសតិចជាង6ខែគឺត្រូវជូនដំណឹងជាមុនយ៉ាងតិច7ថ្ងៃបើសិនជាគាត់ធ្វើការជាប់លាប់មានអតីតភាពការងារនៅក្នុងសហគ្រាសលើសពី6ខែក៏ប៉ុន្តែជាតិចជាង2ឆ្នាំត្រូវជូនដំណឹងជាមុនយ៉ាងតិច15ថ្ងៃអតីតភាពការងារពី2ឆ្នាំទៅ5ឆ្នាំត្រូវជូនដំណឹងមុនយ៉ាងតិច1ខែពី5ឆ្នាំទៅ10ឆ្នាំត្រូវជូនដំណឹងមុនយ៉ាងតិច2ខែហើយបើសិនជាអតីតភាពការងារនឹងលើសពី10ឆ្នាំត្រូវជូនដំណឹងមុនយ៉ាងតិច3ខែហើយច្បាប់ការងារក៏កំណត់ដែរថានៅក្នុងរយៈពេលឲ្យដំណឹងជាមុនហ្នឹងកម្មករនិយោជិតដែលត្រូវបញ្ឈប់ពីការងារហ្នឹងគាត់មានសិទ្ធិឈប់សម្រាកពីការងាររយៈពេល2ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីស្វែងរកការងារថ្មីហើយការឈប់សម្រាក2ថ្ងៃក្នុងមួយសប្តាហ៍ហ្នឹងគឺគាត់ត្រូវនៅបន្តទទួលបានប្រាក់ឈ្នួលពេញជាធម្មតាលក្ខខណ្ឌទី3គឺនយោជកគាត់ត្រូវផ្ដល់ទៅឲ្យកម្មករនិយោជិតដែលត្រូវបញ្ឈប់ពីការងារហ្នឹងនៅប្រាក់បំណាច់ដែលគេហៅថាប្រាក់បំណាច់បណ្ដេញចេញពីការងារហើយប្រាក់បំណាច់បណ្ដេញចេញពីការងារហ្នឹងក៏ត្រូវគិតទៅតាមអតីតភាពការងាររបស់នយោជិតដែរហើយរបៀបគណនាប្រាក់បំណាច់បណ្ដេញចេញហ្នឹងគឺមានចែងនៅក្នុងមាត្រា89នៃច្បាប់ការងារក៏ប៉ុន្តែបើសិនជាការបញ្ឈប់ការងារនឹងធ្វើឡើងដោយសារតែករណីប្រធានសាឬក៏ដោយសារតែកម្មករនយោជិតគាត់មានកំហុសធ្ងន់ក្នុងករណីហ្នឹងសហគ្រាសនយោជកមិនចាំបាច់មានការឲ្យដំណឹងជាមុនទេហើយក៏មិនមានកាតព្វកិច្ចត្រូវបើកប្រាក់បំណាច់បណ្ដេញចេញដែរចាអរគុណសេនឌីណាដែលបានចូលមកពន្យល់អំពីការបញ្ឈប់ការងារកម្មករនិយោជិតនាទីយល់ដឹងច្បាប់របស់សេនឌីណានឹងវិលមកជួបលោកអ្នកនាងជាថ្មីឡើងវិញនៅថ្ងៃប្រហ័សសប្តាហ៍ក្រោយ